ចាប់ផ្ដើមនិស័យរឿងយើងឃើញអឹមឈោកំពុងតែឈរមើលទីរបស់ហើយគេក៏បានគិតទៅដល់អតីតកាលដែលនៅមណ្ឌលកុមារកំភ្លីហើយពេលនោះយើងបានឃើញថាអឹមឈោកំពុងតែអង្គុយម្នាក់ឯងយ៉ាងកំសត់ហើយអឹមឈោក៏បាននិយាយថាកាលពីខ្ញុំនៅក្មេងខ្ញុំគ្មានគ្រួសារទេខ្ញុំត្រូវបានឪពុកម្ដាយបោះបង់ចោលហើយយើងស្រាប់តែលើមានក្មេងម្នាក់ទៀតបាននិយាយថាឯងមើលទៅអឹមឈោកំពុងមើលលើឯងណាឯងដឹងទេឯងត្រូវប្រុងប្រយ័ត្នណាបើសិនជាភ្នែករបស់ឯងមើលប៉ះភ្នែកគេនៅភ្នែករបស់ឯងនឹងខ្លាចជាពណ៌ខៀវដែរនោះយើងលើអឹមឈោបាននិយាយថាអើយយើងមានអារម្មណ៍ថាមិនល្អទេសូម្បីតែនៅមណ្ឌលកុមារកំភ្លីខ្ញុំត្រូវបានគេរើសអើងព្រោះភ្នែករបស់ខ្ញុំមានពណ៌ខៀវហើយពេលនោះយើងស្រាប់តែលើក្មេងម្នាក់បាននិយាយថាអឹមឈោតើឯងមិនអីទេហើយអឹមឈោឆ្លើយវិញយ៉ាងពីរោះថាវិធីហើយក្មេងប្រុសម្នាក់នោះបាននិយាយថាវាគ្រាន់តែអញ្ចឹងទេយើងមិនលើអឹមឈោបាននិយាយថាប៉ុន្តែគេនេះគឺជាសោះហើយមានតែគេទេដែលចូលមករកខ្ញុំមុនគេហើយពេលនោះសក៏បានបបួលអឹមឈោទៅលេងខាងក្រោមជាមួយនឹងគេសម្រាប់ខ្ញុំដែលគ្មានគ្រួសារគ្មានមិត្តភក្តិសគេគឺជាមិត្តដំបូងហើយគេក៏ជាគ្រួសារដំបូងរបស់ខ្ញុំដែរស្រីរឿងរបស់យើងក៏មកដល់កន្លែងដាក់ធាតុរបស់សល់ហើយអឹមឈោគេកំពុងតែឈរមើលធាតុរបស់សល់ផងដែរហើយពេលនោះមានសំឡេងមនុស្សស្រីម្នាក់បាននិយាយថាហើយដល់បានជាសល់គេធ្វើបែបនេះអឹមឈោបាននិយាយថាថ្មីនេះខ្ញុំឃើញទៅមុខរបស់គេមិនល្អតទៅសោះខ្ញុំក៏មិនដឹងថាហើយអ្វីដែរហើយមនុស្សស្រីម្នាក់នោះឈ្មោះថានូណាបាននិយាយថាខ្ញុំឃើញហើយខ្ញុំសុំទោសបើសិនបើខ្ញុំនៅក្បែរគេហើយខ្ញុំនឹងយកចិត្តទុកដាក់លើគេឲ្យបានច្រើនជាងនេះហើយអ្វីបានជាអ្នកសុំទោសខ្ញុំទេជាអ្នកដែលបានយកចិត្តទុកដាក់លើគេខ្ញុំដឹងថាអ្នករវល់ហើយខ្ញុំក៏អរគុណអ្នកដែរនោះណាដែលអ្នកបានអញ្ជើញមកកុំនិយាយបែបហ្នឹងអីយើងមកព្រោះពួកយើងជាគ្រួសារនឹងគ្នាខ្ញុំមិនរំពឹងទុកទេថាពួកយើងនឹងជួបគ្នានោះណាវាអស់រយៈពេលជាយូរហើយខ្ញុំក៏មិនរំពឹងទុកថាពួកយើងនឹងជួបគ្នាក្នុងស្ថានភាពបែបនេះដែរវាមិនអីទេអឹមឈោខ្ញុំពិតជារវល់ក្រោយពីពួកយើងបានចាញ់ពីមណ្ឌលកុមារកំភ្លីហើយចាប់តាំងពីពេលនោះមកខ្ញុំមិនដែលឃើញឯងទេពួកយើងធ្លាប់នៅជាមួយគ្នាគ្រប់ពេលវេលាអឹមឈោតើឯងនឹងត្រឡប់ទៅមណ្ឌលកុមារកំភ្លីវិញឥឡូវហ្នឹងមែនទេត្រូវហើយចូលអ្នកវិញនោះណាអឹមឈោមុនពេលរឿងទាំងអស់នេះកើតឡើងតើឯងបាននិយាយជាមួយនឹងសល់ទេពួកយើងបាននិយាយហើយពួកយើងបាននិយាយអំពីបញ្ហាសាលាដែលគេបានជួបពេលនោះសល់បានសួរខ្ញុំថាតើឯងនឹងត្រឡប់ទៅសាលាវិញទេពេលនោះនូណាបាននិយាយថាសំទោសអឹមឈោនោះជាសំណួរមានប្រយោជន៍ទេខ្ញុំដឹងថាឯងលំបាកណាស់នៅពេលនេះពេលនោះនូណាក៏បានយំហើយបាននិយាយថាគេជាក្មេងរីកបែបនេះភ្លាមគេក៏បានស្លាប់ខ្ញុំសំទោសនូណាពេលនោះអឹមឈោគេក៏បានដាក់ចេញមកក្រៅហើយគាត់ដល់សម្ដីនូណាដែលបាននិយាយថាតើឯងបានសួរសល់អំពីបញ្ហានៅសាលារបស់គេដែរឬទេអឹមឈោបាននិយាយថាវាមិនអាចទៅរួចទេតើវាអាចនឹងតាក់ទងអំពីអំពើហិង្សាក្នុងសាលាដែរឬទេនោះស្រាប់តែមាននរណាម្នាក់បានស្រែកជ័យអឹមឈោពេលនោះគេក៏ងើយក្រោយហើយក៏បានឃើញពូអាឡងងនោះវាស្រីហៅអឹមឈោហើយបានជេរអឹមឈោថាឈួតអើយតែអញ្ចឹងទេថាយើងមកនេះដើម្បីអីគឺយើងយកកញ្ចារបស់ឯងនេះឲ្យឯងវិញណាពូវាក៏បានជេរអឹមឈោថាឈួតអើយអាហ្នឹងនឹងត្រូវទៀតរត់ខ្លួនទៅមើលហើយអាក្បាច់នោះវាក៏បានបោះអាវឲ្យអឹមឈោវិញពួកនោះវាក៏បានបោះអាវឲ្យអឹមឈោវិញហើយក៏បាននិយាយថាណែយកវាទៅនោះអឹមឈោបានមើលអាវហើយគេនៅដល់រោងចាស់តើឯងប្រកបទេថាឯងមិនត្រូវការវាជា brand ថ្មីណាវាមើលទៅធំណាស់សម្រាប់ខ្ញុំប៉ុន្តែមើលទៅអ្នកទៅប្រហែលជាអ្នកត្រូវការពាក់វាទៀតខ្ញុំបដលឲ្យអ្នកព្រោះវាមើលទៅសមនឹងអ្នកណាអ្នកក៏អាចប្រកល់វាខ្ញុំវិញដែរនៅពេលក្រោយដឹងទេthank you ហើយខ្ញុំនឹងប្រកល់វាជូនទៅអ្នកវិញនៅពេលក្រោយសាច់រឿងរបស់យើងបានកាត់មកដល់ពេលឥឡូវហើយយើងលើក្មេងក្បាលអាចបាននិយាយថាមានអ្វីខុសមែនទេតើឯងមិនចូលចិត្តវាទេវាបាននិយាយថាយើងប្រាប់ឯងហើយឯងមិនគួរធ្វើចរិតក្រអើកតនៅមុខយើងបែបនេះពេលដែលវាស្ទុះចូលមកភ្លាមឈោក៏បានគវាដៃរបស់វាចេញក៏យកដៃច្របាច់ករបស់វាមើលទៅមកក្បាលអញហ្នឹងទៅវាសប្បាយចិត្តប៉ុណ្ណាពេលដែលឈោច្របាច់កវាហើយពេលនោះឈោក៏ជូនកដោវាជាលើកទី2ទៅច្របាច់កវាឲ្យបោកមួយទំហឹងតែម្ដងហើយមិនបានពួកឯងគ្រាន់តែឈរបែបហ្នឹងពួកឯងចូលមកហើយចូលទាំងអស់មកហើយមួយនៅក្រោយគេនឹងក៏បានស្រែកថាចូលពីក្នុងនេះចូលឲ្យគេវាយទៀតយើងថាចូលលឿនណាស់យើងពេលនោះពួកហ្នឹងក៏បានស៊ីនឹងប៉ាប់បោះឈោតែម្ដងគឺថាប្រទេសជាតិខាងមិនទៅហើយមួយសន្ទុះក្រោយមកយើងឃើញមានដៃនរណាម្នាក់កំពុងតែកបួយក៏ហើយក៏បានប្រឡែងទៅវិញមើលទៅមួយទៅវាសប្បាយចិត្តមួយនោះគឺបាននិយាយថាហើយចេះអាណាគេហ្នឹងហើយតែមិនខ្លាំងម្ល៉េះហើយបាននិយាយទៀតថាហើយចេះអាណាគេលឿនសួតហើយបន្ទាប់មកគឺជាមកមួយធ្វើមកវិញនិយាយហ៊ីបងធ្វើបើកុំចូលមកអាល្ងងយើងបាននិយាយថាកុំចូលមកណាឲ្យលឺទេអើយតើអាល្ងងនេះជាអ្នកណាខ្ញុំចូលបាននិយាយយ៉ាងវិរោះថាមិនបាច់ចង់ដឹងទេបិទមាត់ហើយទទួលយកកាដូរបស់យើងទៅអាល្ងង
ហើយនេះជាកដោដែលខ្ញុំចូលបកគោឲ្យអាមួយនឹងបាទមកដែរមកហើយស្អីរឿងរបស់យើងបានកើតម្ដងកុំមកកំព្រាយើងបានឃើញថាចូលបានដើរមកដល់ទីនេះស្អីរឿងរបស់យើងបានបង្ហាញថាចូលបានដើរចូលទៅដល់កុំមកកំព្រាហើយគេក៏បានងាកទៅមើលកន្លែងដែលគេបានអង្គុយជាមួយនឹងសហើយនឹងងាកទៅមើលក្មេងៗដែលកំពុងតែនិយាយគ្នាលេងយ៉ាងសប្បាយបើអ្នកណាគេមកដល់កន្លែងនេះក្រោយគេនេះខ្លាចជាអ្នកចាញ់ណាអូខេប្រកបហើយពេលពួកយើងលេងហើយពួកយើងនឹងធ្វើហាងរកនំណាអូខេហើយពីអ្នកមិននិយាយធ្វើសនទៅដល់ការគេនៅក្មេងផងដែរបាទហើយគេស្រាប់តែលើសំឡេងផ្ញើសារមកចូលក្នុងទូរស័ព្ទរបស់គេហើយពេលនោះចូលក៏បើកទូរស័ព្ទមើលពេលនោះមាននរណាម្នាក់ផ្ញើវីដេអូសត្រូវបានគេវាយឲ្យឈលមើលវាបានធ្វើឲ្យឈលឡើងថាហើយទៅបីបានជាសបបួគេទៅសាលាវិញខ្ញុំមិនបងតបទៅសថាសចូលរឿងបែបនេះហើយគេក៏ចាំសម្ដីសដែលបានបបួគេទៅសាលាវិញខ្ញុំគិតថាត្រូវតែមានហេតុផលផ្សេងទៀតគំនិតដែលខ្ញុំបានគិតថាសត្រូវបានគេធ្វើបាននៅសាលារៀននៅសាលាដែលខ្ញុំបានចូលរៀនច្បាស់ណាស់វាមិនអាចទៅរួចទេប្រសិនមកខ្ញុំបានទៅសាលារឿងទាំងអស់នេះវានឹងមិនកើតឡើងទេហើយពេលនោះចូលក៏បាននិយាយថាខ្ញុំនឹងត្រឡប់ទៅសាលាវិញ